ណៃពីដូនតាមានប្រាសាទតាមន់មានរឹតដ៏អស្ចារ្យរូបចម្លាក់ឆ្លាក់ដូចជានៅលើប្រាសាទឡាស្រស់ស្អាតមានរឹតដូចជាអប្សរាពណ៌សៀមឆ្លៀតទៀតចូលមកព្រាមដ៏អសង្ខាងមកដោយសារបាលីបារមីពីដូនតាសុគិថាជាទៅច្បាំងមានកម្លាំងដូចជាដំរីសាវាយប្រហារទាំងបាច់គុណមុខកតោពណ៌សៀមរត់ឆោឡោពណ៌ចោលលួចទៅកម្ពុជាមិនដែលភ័យកម្ពុជាមិនដែលខ្លាចមានប្រាសាទតាកបីបបខ្មែរជាសាស័យពណ៌សៀមគុំមកផ្លៃមានប្រាសាទតាមន់ភូមិពាន់ដល់ព្រៃសៀមវាប្រកាសសម្ដីថារបស់ដូនតាវាសំដីផ្ដេផ្ដាស់ក្បាលកាចាអស់ចិត្តខ្មាស់ចាប់ពួកសៀមមកទៅខ្មាំងភ្លះសាច់ពូសរសៃហាលស្គូតយកមកអាំងពួកយើងជាខ្មែរតែសាមគ្គីគ្នាការចំនួនពលពតរាជខ្មែរវេទនាបានសម្ដេចតេជោខំប្រឹងពូវាយកសេចក្តីសុខជូនអ្នកទាំងអស់គ្នាពួកយើងជាខ្មែរមិនថាចិត្តមិនថាឆ្ងាយទៅតែរួមចិត្តហើយនឹងរួមទាំងកាយគេថាចង្កើឲ្យបាច់គេកាច់មិនបាក់ប្រាសាទរបស់ខ្មែរពោពេញដោយរូបចម្លាក់កម្ដៅសែនក្ដៅរាប់រយអង្សាទាហានខ្មែរស៊ូដូមិនខ្លាចមរណៈថ្ងៃទី28ពួកអាសៀមរញ៉េរញ៉ៃវាមកបាញ់កងទ័ពខ្មែរស្លាប់ម្នាក់នៅក្នុងព្រៃភ័យពួកអាចោលលួចឆ្មោះមោតាសាពូអកសាសូដល់បាន3ដងសត្រូវនៅពីមុខសូមឲ្យវារំលងសត្រូវនៅក្រៅខ្នងសូមគ្មាននរណាខ្លាចទេគ្មាននរណាកញ្ញិនទេពួកអាសៀមវាចង់មកឈ្លានពានវាលួចយើងមិនបានវាចង់មកធ្វើសង្គ្រាមខ្ញុំមិននៅស្ងៀមទេខ្ញុំគឺជាខ្មែរតែហ៊ានខ្វះកម្លាំងខ្ញុំទៅក៏បានដែរខ្ញុំត្រូវតែថែប្រាសាទរបស់ខ្មែរអក្សរសាស្ត្រខ្មែរវប្បធម៌របស់ខ្មែរគ្មាននរណាអាចកែវប្បធម៌ពីដូនពួកយើងជាខ្មែរទៅតែសាមគ្គីគ្នាកាច់ចំនួនពលពតរាជខ្មែរវេទនាបានសម្ដេចតេជោខំប្រឹងពូវាយកសេចក្តីសុខជូនអ្នកទាំងអស់គ្នាពួកយើងជាខ្មែរមិនថាចិត្តមិនថាឆ្ងាយត្រូវតែរួមចិត្តហើយនឹងរួមទាំងកាយគេថាចង្កឹមមួយបាច់គេកាច់មិនបាក់ប្រាសាទរបស់ខ្មែរពោពេញដោយរូបចម្លាក់